ខ្ញុំសូមចូលមកដល់ប្រធានបទពាក់ព័ន្ធនឹងការប្រកួតរបស់កាន់មិញហុងជាមួយនឹងយ៉ាស៊ីនខ្ញុំក៏បានបង្ហោះស្ទើរមួយព្រឹកមិញបន្ទាប់ព្រោះយប់មិញខ្ញុំនៅរៀងយប់ជ្រៅអញ្ចឹងក្រោកឡើងថ្ងៃជ្រុលទៅខ្ញុំក៏បង្ហោះស្ទើរមួយចូលទៅក្នុង page ហើយខ្ញុំបានប្រាប់ហើយល្ងាចមិញក៏សប្បាយចិត្តដែរក៏អរគុណដល់មិញហុងបាទដែលចាហ្នឹងខ្ញុំដឹងរឿងច្រើនណាស់អូខេឥឡូវខ្ញុំសុំចូលទៅប្រធានបទបន្តពីខ្ញុំបានបង្ហោះទៅក៏ឃើញបងប្រុសកាន់មិញហុងគាត់បានចូលមក comment ថាគាត់ក៏អូសុនអេលីតចំមេថ្ងៃនេះមេចូលកាត់យប់ហ្មងមេខ្ញុំមកពីកំពង់សោមអេលីតអើយហត់ពេកដល់ពេលអញ្ចឹងងូតទឹកហើយក៏សង្ងំបន្តិចទៅលក់ប្រហែលជា1ម៉ោងជាងក្រោកឡើងឡាយបណ្ដោយទេមួយទឹកមួយអីហើយអូខេអញ្ចឹងខ្ញុំសូមនិយាយបន្តទៀតពាក់ព័ន្ធនឹងកាន់មិញហុងជាមួយនឹងយ៉ាស៊ីនហ្នឹងខ្ញុំបង្ហោះទៅឃើញបងកាន់មិញហុងក៏បានចូលមក comment ថាគាត់បានទទួលយកនៅលទ្ធផលដែលគាត់បានចាញ់ព្រោះខ្ញុំមើលការប្រកួត3ទឹកខ្ញុំឃើញសាច់ស្នៀតនៃការវាយទម្ងន់នៃការវាយចេញកម្លាំងបាទគឺកាន់មិញហុងយើងចាញ់ព្រៀបគេបន្តិចហើយណាយើងចាញ់គេអញ្ចឹងយើងទទួលស្គាល់ហើយយើងយកអ្វីដែលជាចំណុចខ្វះខាតរបស់យើងថ្ងៃហ្នឹងយកវាទៅជាបទពិសោធន៍សម្រាប់រៀនសូត្រហើយកុំច្រឡោតទៅតាម fan តែ score មួយចំនួននឹងធ្វើឲ្យបងប្អូនខូចអនាគតព្រោះបងប្អូនឃើញគំរូស្រាប់ហើយកីឡាករជើងចាស់សេរីចាស់ពីមុនឃើញឥឡូវបាត់មុខឈិនគេលេងខ្វល់ហើយគេចាក់ចេកចាក់ score ធ្វើម៉េចឲ្យកីឡាករនឹងច្រឡោតស្អីតាមតែគេប្រហែលអ្នកគ្នាគេ admin អាចឆ្កែអីប្រហែលដុំគេហ្នឹងរួចទៅកីឡាករនេះចូលឃើញអាផេកគេធំល្បីអីគេតំយើគេស្អីណាលើកតិចតួចអីចាប់ដើមចូលចាញ់ចរិតមកគេស្អប់ពេញប្រទេសឥឡូវបងប្អូនឃើញហ៎បងប្អូនមើលក្មួយមើលឃើញបាត់ខ្លួនមួយចំនួនពេលដែលកីឡាករនឹងកំពុងតែផ្ទុះរឿងកំពុងតែល្បីអីមួយគឺមានពួកអាចេកអាចាក់ចេកចាក់ស្គរពួកអាតែអាស្គរអាស្អីគេគ្រាប់មីនអីអស់ហ្នឹងគឺគេទៅណែសម្ភាសទៅអីអូផ្សាយឲ្យប្រងព្រាតចឹងទៅដល់តែពេលឥឡូវធ្លាក់ទឹកប្រងស្ងាត់ឈឹងឧទាហរណ៍មិនបាច់ទៅណាឆ្ងាយត្រឹមតែពូណាងយើងនេះពេលពូណាងចាញ់ក្រៅតែពីជេមានទៅសម្ភាសមានអីទៅលើកជើងទៅផ្ដល់កម្លាំងចិត្តឲ្យពូណាងអីទៀតអត់ទេតិចណាអញ្ចឹងបានផ្ដាំទៅបងប្អូនក្មួយថាសមត្ថភាពយើងបើយើងចាញ់គេយើងត្រូវទទួលស្គាល់ការពិតទៅមើលវីដេអូនឹងត្រឡប់មកវិញវីដេអូនៃការប្រកួតហ្នឹងថាតើយើងខ្វះខាតកន្លែងណាចំណុចល្អចំណុចខ្លាំងរបស់គេកន្លែងណាអ្វីដែលជាចំណុចខ្លាំងរបស់គេយើងរៀនសូត្រមកអ្វីដែលជាចំណុចខ្វះខាតរបស់យើងយកវាជាបទពិសោធន៍ដើម្បីបំពេញបន្ថែមអាហ្នឹងគឺបានគេហៅថាកីឡាករឆ្លាតវៃឥឡូវមើលដូចកីឡាករជប៉ុននេះតៃម៉ូនេះឃើញទេគេចាញ់ពេជ្រសម្បត្តិតាមមកប្រកួតហ្នឹងឯងមកប្រកួតក្រោយគឺគេដឹងតែឈ្នះគេទៅវិញគេប្រឹងប្រែងមើលហើយមើលទៀតមើលហើយមើលទៀតមើលហើយមើលទៀតមើលតតែដឹងទាំងអស់អំពីសាច់ស្នៀតនៃការប្រកួតបច្ចេកទេសវិធីសាស្ត្រយ៉ាងម៉េចគេត្រូវសិក្សារៀនសូត្រអំពីចិត្តសាស្ត្ររបស់មនុស្សនឹងយ៉ាងម៉េចហើយគេប្រឹងបុកហាត់កាយសម្បទាគេបុកហាត់បច្ចេកទេសមុនដំបូងគឺគេត្រូវរៀនសូត្រគេមើលវីដេអូនៃការប្រកួតហ្នឹងមើលឲ្យចប់ថាតើទឹកទី1យើងចេញបានប្រហែលដៃប្រហែលជើងសាច់ស្នៀតអីខ្លះទឹកទី2យើងចេញបានអីគេចេញបានអីសាច់ស្នៀតអីគេមើលហើយមើលទៀតអានេះអ្វីដែលខ្ញុំដឹងខ្លះវាជាបទពិសោធន៍ផ្ទាល់អាហ្នឹងគឺជាអ្វីដែលខ្ញុំចង់ចែករំលែកដូចខ្ញុំផ្ទាល់ចឹងខ្ញុំមុនដំបូងទៅធ្វើពិធីករតាមទូរទស្សន៍ខ្ញុំអត់ទាំងដឹងមើលថាកាមេរ៉ាណាដែលជាកាមេរ៉ាគេកំពុង live កាមេរ៉ាណាកាមេរ៉ាដែលគេកំពុងភ្ជង់យកសកម្មភាពយើងគឺអត់ដឹងទេតើតាគេមកប្រាប់យើងថាអូនេះកាមេរ៉ាមួយនេះពេលដែលវាលោតភ្លើងក្រហមអញ្ចឹងអាហ្នឹងគឺថតយកយើងកំពុងតែនិយាយម្នាក់ឯងនោះដល់ពេលអាភ្លើងក្រហមជ្រុងនោះគេចាប់យកយើងជាដៃគូអញ្ចឹងយើងចាប់ផ្ដើមរៀនសូត្រហើយយើងត្រឡប់ទៅមើលអូសួស្ដីផលចម្រើនបាទយើងត្រឡប់ទៅមើលវីដេអូដែលផ្សាយរួចហ្នឹងចាក់មើលឡើងវិញអានេះជាបទពិសោធន៍ដែលបងចង់ចែករំលែកទៅដល់បងប្អូនដើម្បីជាប្រយោជន៍មួយសម្រាប់បងប្អូនកីឡាករគេលោថាវាយជាមួយគេអត់ទាំងដឹងថាគេនឹងខ្លាំងអីខ្សោយអីហើយអត់ដឹងថាខ្លួនឯងខ្វះខាតកន្លែងណាល្អកន្លែងណាអញ្ចឹងយើងទៅមើលអាវីដេអូយើងប្រកួតហើយនឹងឡើងវិញដូចខ្ញុំអញ្ចឹងខ្ញុំទៅមើលអាវីដេអូសកម្មភាពអញ្ចឹងខ្ញុំចាប់ផ្ដើមមើលតើពីចុងសក់ដល់ចុងជើងខ្ញុំពេលដែលខ្ញុំឈរតើជើងនឹងវាកថែកពេកវាក្តៅពេកវាវាចវាត្រង់មិនអញ្ចឹងដល់ពេលទៅក្រោយយើងចាប់ផ្ដើមសេរីម្ដងតិចតរំតែយើងចេះចាប់ប្លង់ត្រូវបាន action ឬក៏កាយវិការគ្រប់សកម្មភាពគ្រប់កាមេរ៉ាទាំងអស់ហ្នឹងគឺយើងរៀនសូត្រមិនមែនមើលមកវីដេអូទេមើលច្រើនវីដេអូខ្ញុំមើលច្រើនការ live របស់ខ្ញុំឡើងវិញអញ្ចឹងចែករំលែកទៅដល់បងប្អូនកីឡាករជំនាន់ក្រោយបាទគឺត្រូវតែមើលវីដេអូនៃការប្រកួតជាមួយដៃគូរបស់យើងនៅពេលដែលយើងចាញ់ក្រោយឈ្នះក្រោយត្រូវយកវាមកមើលឡើងវិញចាក់វាមើលឡើងវិញចាក់មើលហើយយើងត្រូវពិចារណារៀនសូត្រត្រូវតែមើលថាតើទឹកមួយយើងចេញដៃបានប្រហែលដៃចេញជើងបានប្រហែលជើងកែងប្រហែលកែងជង្គង់ប្រហែលជង្គង់ហើយគេនៅចេញបានអីខ្លះតើការចាប់អោបចាប់ឡាំជង្គង់ចេញកែងខ្លីកែងក្នុងកែងក្រៅហ្នឹងយ៉ាងម៉េចខ្លះ
ណាអានេះគាត់ខ្ញុំចែករំលែកបទពិសោធន៍អញ្ចឹងបងអូនដូចឧទាហរណ៍មេរៀននេះមួយល្អបំផុតសម្រាប់បងអូនកាន់មិញហុងដែលចេះទទួលស្គាល់នៅការពិតដោយបងបានបរោះទៅឃើញបងអូនចូលមកខមមិនអញ្ចឹងអ្វីដែលបងចង់បានគឺចង់បានឲ្យកីឡាករយើងបើកចិត្តឲ្យតលាយនៅពេលដែល fan គាត់រិះគន់ក្នុងន័យស្ថាបនាប៉ុន្តែបើគាត់រិះគន់ក្នុងន័យជាបចោប្រមាថការទៀនអីអានឹងដោះស្រាយគ្នាតាមផ្លូវច្បាប់ទៅប៉ុន្តែបើគាត់រិះគន់ក្នុងន័យស្ថាបនាមិនបាច់តបតគាត់ទេលើកតែដៃ10ហើយអរគុណហើយសន្យាមួយគាត់ទៅថាកែនៅអ្វីដែលជាចំណុចខ្វះខាតអ្វីដែលជាចំណុចខ្សោយរបស់យើងនឹងទៅយើងបំពេញបន្ថែមទៅវាល្អបំផុតហើយណាអូខេអញ្ចឹងពាក់ព័ន្ធនឹងកាន់មិញហុងខ្ញុំឃើញសាច់ស្នៀតវាយខ្ញុំឃើញទាំងកាយសម្បទាគឺកាន់មិញហុងបាទយើងចាញ់ព្រៀបយ៉ាស៊ីនអញ្ចឹងពាក់ព័ន្ធសាច់ស្នៀតវាយយើងក៏ដឹងដែរថាបច្ចេកទេសក៏ដូចជាកម្លាំងស៊ូកម្លាំងបុកគេហើយនេះក៏ជាបទពិសោធន៍មួយទៀតសម្រាប់បងប្អូនដែលត្រូវរៀនសូត្រជាពិសេសបងប្អូនកីឡាករនេះហើយរឿងដែលកើតលេចចេញឡើងពីការវាយ3ទឹកដែលចូលតាមគ្នាអាងអី3ទឹកកង់ចេញមករៀមកង់តូចស្អីណាខ្ញុំចង់ឈួតឲ្យរងថ្ងៃខ្ញុំបែងចែកអត់ដាច់ទេខ្ញុំចឹងបានខ្ញុំពេលខ្លះខ្ញុំដកខ្លួនខ្ញុំស្កប់ស្កាត់ខ្ញុំខ្ជិលរវល់ខ្ញុំហត់នឹងអារឿងសម្ដែងនឹងច្រើនពេកហត់នឹងរឿងតប៉ែហត់នឹងរឿងដ្រាម៉ាស្អីគេពីព្រោះសម័យឥឡូវគេរលួយតាមនឹងបានអញ្ចឹងគេធ្វើឈួតធ្វើលប់សពយ៉ាងហើយយើងនេះអ្នកចេញពីចិត្តអ្នកគ្រប់គ្រងចេញពីចិត្តអ្នកស្រឡាញ់អ្នកជួយចេញពីចិត្តគឺប្របាក់នឹងទទួលយកប្របាក់នឹងយកភ្នែកមើលណាអានេះសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់អាហ្នឹងខ្ញុំចង់និយាយអញ្ចឹងអញ្ចឹងគឺសម្រាប់ខ្ញុំប្របាក់អញ្ចឹងជាបទពិសោធន៍មួយអានេះហើយគឺសម្រាប់បុគ្គលដែលឈួតនឹងចូលតាមគ្នាពាក់ព័ន្ធទៅនឹងការដាក់លក្ខខណ្ឌទៀមទាវាយតាំងពីកង់តូចបានវាយខ្លះកង់ចេញមករៀមបានវាយអាខ្លះកង់ធំបានវាយវាទៅជាឈួតចឹងអស់វាឈួតចឹងទៅបានដោយសារក្បាលម៉ាស៊ីននៃការដឹកនាំគ្មានការកំណត់ឲ្យច្បាស់លាស់មួយគឺធ្វើអ្វីតម្រូវទៅតាមបាទចិត្តរបស់អតិថិជនដែលជាម្ចាស់ sponsor អត់មានគោលការណ៍ខ្លួនឯងណាមួយច្បាស់លាស់ថាកំណត់ជា policy មួយឲ្យច្បាស់លាស់ដូចនៅសង្វៀនវ័នរបស់ឆាត្រាអញ្ចឹងគេធ្វើយ៉ាងម៉េចគេកំណត់គេមាន policy មានអីរបស់គេកំណត់ច្បាស់លាស់ជាក់លាក់ត្រឹមត្រូវតែយើងអត់ទេប៉ាតណាប៉ាតណីជួនណាទៅតាមអាគ្រូម្ចាស់ក្លឹបទៅជួនណាទៅតាមអាកីឡាករទៅជួនណាទៅតាមម្ចាស់ sponsor លប់បធូរពេញហ្នឹងទាំងអស់អាហ្នឹងហើយជាបទពិសោធន៍ជាមេរៀនដែលយើងត្រូវមើលប៉ុន្តែប្រហែលជាគ្មានថ្ងៃកែទេពីព្រោះឥឡូវនេះតាមខ្ញុំទទួលបានព័ត៌មានបងប្អូនអើយវល់ពេញនៅក្នុងនឹងទាំងអស់បាទដូចចង់យ៉ាប់ជាងអាណត្តិចាស់ទៀតបាទនេះបើតាមខ្ញុំទទួលព័ត៌មានចាប់ផ្ដើមហែកចែកក្រុមហែងទៅវាយអានោះហែងនៅធ្វើការឡើយនេះដកឈ្មោះហែងឈប់ឲ្យវាយឈប់ឲ្យធ្វើការព្យួរឈ្មោះហែងដកក្លឹបហែងចេញពីការគ្រប់គ្រងសហព័ន្ធអូងថ្ងៃនេះច្រើនណាគួរឲ្យខ្ពើមខ្ញុំនិយាយមែនគួរឲ្យខ្ពើមគួរឲ្យខ្លាចបាទខ្ញុំនិយាយអញ្ចឹងហើយពាក់ព័ន្ធទៅនឹងការប្រកួតរបស់កាសុកធីបាទយើងអ្នកតាមដានមែនតែនបងប្អូនបើសិនជាបងប្អូនអ្នកលេងលុយអ្នកអីមិនខ្ញុំអត់ដឹងទេណាខ្ញុំនិយាយឲ្យហើយព្រោះខ្ញុំអត់គ្រប់គ្រងការយកអ្នកលេងលបែងយកមកដាក់បន្ទុកអីណាទេរឿងការលេងកំសាន្តរបស់បងប្អូនឈ្នះចាញ់អីជារឿងបងប្អូនកុំយកមកលាយឡំគ្នាខ្ញុំនិយាយនេះគឺនិយាយតែអ្វីដែលខ្ញុំបានមើលឃើញនិងខ្ញុំធ្លាប់ឆ្លងកាត់ដែលជាបទពិសោធន៍ខ្ញុំធ្លាប់ធ្វើការនៅក្នុងវិស័យនឹងជាង10ឆ្នាំមក4 5 10ឆ្នាំមកនេះគឺអ្វីដែលខ្ញុំទទួលបានអ្វីដែលខ្ញុំរៀនសូត្រចេះចាំមកវាជាបទពិសោធន៍ខ្លះអាចឲ្យខ្ញុំចូលរួមបានខ្លះជាមួយនឹងកិច្ចការងារទាំងអស់ហ្នឹងអញ្ចឹងកិច្ចការងារណាដែលមិនមែនជំនាញខ្ញុំមិនចាំបាច់ដេញខ្ញុំឲ្យមកបញ្ចូលឲ្យបុគ្គលតែស្គរតណើបខ្លះបើចេញមកតែញុះញង់អុចអាលឲ្យសម្រាប់យកខ្ញុំទៅវាយបហាគេកុំសង្ឃឹមខ្ញុំមិនមែនជាគូឲ្យអ្នកឯងប្រើខ្ញុំព្យួរម៉ោងណាក៏បានដែរអញ្ចឹងខ្ញុំត្រឡប់មកនិយាយលទ្ធផលសុកធីការប្រកួត5ទឹកអញ្ចឹងបានថាបទពិសោធន៍ដែលទទួលបានពីការប្រកួតដោយកាន់មិញហុងអីចឹងអាហ្នឹងគឺមូលហេតុអីហ្នឹងឯងអាស្អីគេកង់តូចចេញមករៀមស្អីណានៃបានវាយអាកង់ធំអត់វាយហ្នឹងចុងក្រោយវាចឹងហើយវាយតែ3ទឹកសួរថាតើអ្នកមើលអស់ចិត្តស្ងប់ឯងពីមុនវាយ5ទឹកវាយទៅ5ទឹកដូចគ្នាអាហ្នឹងបានដឹងថាវាអស់ពីសមត្ថភាពពិតវាចេញអស់ប្រហែលហើយកុំឲ្យវាចេះតែងើបម៉ូតូវ៉ាចង្អាងអីទៀតដាក់ឲ្យ5ទឹកឲ្យវាយពេញណាអាហ្នឹងដឹងហើយលទ្ធផលសមត្ថភាពពិតប្រាកដអាហ្នឹងហើយកំហុសទាំងអស់ហ្នឹងគឺវាគួបផ្សំតិចមួយមុខតិចបូកចូលគ្នាទៅជារឿងច្រើនអញ្ចឹងពាក់ព័ន្ធនឹងនេះគឺជាគំរូដែលខ្ញុំអាចចាត់ទុកថាវាជាបទពិសោធន៍ជាមេរៀនមួយសម្រាប់ថ្នាក់ដឹកនាំសម្រាប់អ្នកគ្រប់គ្រងអ្នកផលិតកម្មវិធីគួរតែគិតពិចារណាឡើងវិញពាក់ព័ន្ធនឹងអាការប្រកួតហ្នឹងព្រោះឥឡូវនេះគេធ្វើយ៉ាងម៉េចបាទគឺដើម្បីបំពេញចិត្ត sponsor អញ្ចឹងគេធ្វើម៉េចវាយឲ្យបានច្រើនគូគេអត់គិតអំពីគុណភាពដូចមុនជំនាន់ខ្ញុំធ្វើការខ្ញុំមិនបាច់និយាយត្រឡប់ក្រោយឲ្យ view ទេយើងនិយាយតែត្រឹម2010មកទៅចោះ
ណាមិនចាំបាច់និយាយ2010ចុះក្រោមទេពេលហ្នឹងខ្ញុំអ្នកនៅមើលតាមទូរទស្សន៍ដូចតបងប្អូនណែទេបាទអញ្ចឹងអ្វីដែលសំខាន់នៅពេលដែលខ្ញុំចាប់ផ្ដើមប្រឡូកផ្ទាល់ពីឆ្នាំ2010រហូតដល់2021រហូតមកដល់ឥឡូវ2025ដែលខ្ញុំតាមដាននេះគឺអាចនិយាយបានថាវាអញ្ញៃខ្លាំងមែនតើត្រឹមឆ្នាំ2024ចូល2025ហ្នឹងបងចាប់ផ្ដើមអញ្ញៃចាប់ផ្ដើមវល់ពេញហ្នឹងបងអាហ្នឹងពាក់ព័ន្ធនឹងវិស័យគុនខ្មែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រកួតចំនួនដែលខ្ញុំធ្វើត្រឹម2010មកដល់2020ដូចជាអត់ទាន់មានរឿងឈួតជ្រូករឿងកង់តូចកង់ចេញមករៀមអីកង់ធំអត់វាយគឺវាយតែកង់ហ្នឹងប្រពៃនេះធានាមទលាប់មកតាំងពីខ្មែរមានបដាលមកខ្ញុំឃើញវាយតែកង់ហ្នឹងពិភពលោកក៏គេនៅវាយកង់ហ្នឹងណាគ្រាន់តែគេ upgrade ទៅដូចពួក USC អីដែលវាមានវាយអាពាក់ស្រោមដៃបន្តិចឬក៏អីវាមានក្បាច់អោបផងផ្ដួលអីផងមិនចឹងហ្នឹងឯងយកមកកម្លាយឥឡូវវាទៅចង់ឲ្យអាទម្លាប់ឈួតហ្នឹងចង់ខ្លាយទៅជាទំនៀមទម្លាប់តែយូរវាឈួតទំនៀមឈួតទម្លាប់ឈួតឡប់ចឹងគ្រប់គ្នាយូរទៅវាទៅជាប្រពៃនេះអាហ្នឹងអស់ថ្ងៃកែលេងឡើងដូចបុណ្យភ្ជុំចូលឆ្នាំហ្នឹងវាកើតពីទំនៀមទម្លាប់ហ្នឹងហើយអញ្ចឹងគុនខ្មែរបើនៅតែយកអាទំនៀមទម្លាប់ឈួតជ្រូកដូចថ្ងៃនេះពួកអាបែកងាងថ្ងៃប្រហែលក្រុមប្រហែលអ្នកដែលកំពុងតែបំពុលពេញសង្គមកោពេញវិស័យគុនខ្មែរនេះគុនខ្មែរនឹងឈួតធ្វើឲ្យអ្នកមើលឈួតមកដូចបងប្អូនយើងខមមិនថាបើគ្រាន់តែមើលធម្មតាសបាយមិនអីតែបើថាមើលយកចិត្តទុកដាក់អនាគតអាចឈួតកញ្ញាញ់ខួរតាមពួកវាហ្នឹងហ្មងវាកោវាក្លុកវាធ្វើឲ្យវល់ពេញហ្នឹងទាំងអស់ណាវាអត់គិតថាអូត្រូវធ្វើយ៉ាងម៉េចដើម្បីប្រម៉ូទគុនខ្មែរលើកស្ទួយគុនខ្មែរហ្នឹងឲ្យវាមានគុណភាពពិតប្រាកដគឺវាតែដើមហែកចែកគ្នាស៊ីដើម្បីតែប្រយោជន៍ទាំងអស់និយាយរួមពួកវាធ្វើដើម្បីហែកចែកគ្នាស៊ីយកតែប្រយោជន៍ធ្វើឲ្យឈួតធ្វើឲ្យឡប់មិនក្រៅគឺវាអត់វាលេងខ្វល់ហើយខួរក្បាលវាចាប់ដើមពោពេញទៅហើយការប្រណាំងការប្រកួតការប្រជែងវាលែងខ្វល់អំពីបេះដូងឬក៏មរតកដូនតាដែលរក្សាមកឲ្យត្រូវនាំគ្នាជួយអភិរក្សថែរក្សាមិនគឺអត់ទេវាលែងខ្វល់ហើយវាធ្វើយ៉ាងម៉េចរកលុយឲ្យបានច្រើនឲ្យវាមានលុយច្រើនមានឡានជិះមានមាសពាក់ជ្រែកខ្លួនមានពេជ្រមានរបស់ល្អប្រើគឺវាមានក្តីសុខមានសុភមង្គលវាអត់ខ្វល់អត់បាច់ត្រូវឈឺក្បាលគិតអីច្រើនទាំងអស់នេះគូក្បាលពួកវារងថ្ងៃហ្នឹងអញ្ចឹងពាក់ព័ន្ធនឹងការប្រកួតបោះកាន់មិញហុងគឺខ្ញុំមើលឃើញលទ្ធផលចាញ់គេហ្នឹងគឺសំរុំ